នៅថ្ងៃសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញពីរបៀបនៅក្នុងការបង្កើត audience ថា target audience របស់យើងនៅពេលដែលយើង book page អញ្ចឹងនៅពេលដែលយើងចូលមកដល់ computer របស់យើងចូលកន្លែង Ad Manager មកយើងនឹងឃើញ tray 3នេះហើយយើងចូលកន្លែង tray 3នេះយើងឃើញពាក្យថា audience ណាអញ្ចឹងយើងចុចកន្លែងពាក្យ audience នេះមកដល់កន្លែងនេះបងប្អូនអរគ្នាឃើញហើយនេះគឺជា audience ដែលខ្ញុំបាន create ហើយប៉ុន្តែសម្រាប់បងប្អូនអ្នកអត់ទាន់មាន audience ក្នុងការ create ហើយទេគឺអត់ទាន់ load ចេញអញ្ចឹងឯងអញ្ចឹងឯនេះខ្ញុំនឹងបង្ហាញពីរបៀបនៅក្នុងការបង្កើត audience ដូចជាខ្ញុំបានកំណត់នេះអញ្ចឹងមកដល់កន្លែងនេះគឺឃើញពាក្យថា create audience យើងចុចលើពាក្យ create audience នេះមកយើងនឹងឃើញជម្រើសជាច្រើនអញ្ចឹងខ្ញុំនឹងបញ្ចូលពាក្យ keyword មួយសម្រាប់ audience ទាំងអស់នេះហើយបន្តមកទៀតខ្ញុំនឹងបង្ហាញពីវិធីសាស្ត្រនៅក្នុងការកំណត់សម្រាប់ custom audience ហ្នឹងគឺមានន័យថាគឺជា audience ដែលគាត់បាន engagement នៅក្នុង page របស់យើងឬក៏វីដេអូរបស់យើងនៅក្នុង page ណាដូចជា comment like share អីជាដើមសម្រាប់ lookalike audience ហ្នឹងគឺជា audience ដែលយើងអាចបង្កើតបានដោយប្រភពយើងយកមកពី custom audience អញ្ចឹងមានន័យថា lookalike audience ហ្នឹងគឺជាអតិថិជនឬក៏ជាអ្នកដែលស្រដៀងជាមួយនឹង target របស់យើង target អតិថិជនរបស់យើងប៉ុន្តែយើងយកបានពី custom audience ដែលគាត់ចូល engagement នៅក្នុង page របស់យើងសម្រាប់ special ad audience នេះគឺយើងប្រើសម្រាប់ឬបុគ្គលិកឬមួយក៏តំណាងចែកចាយអញ្ចឹងណាប៉ុន្តែសម្រាប់ការ book នៅក្នុងការប្រើលើអាជីវកម្មគឺអត់ពាក់ព័ន្ធជាមួយនឹង special ad audience ទេសម្រាប់ sale audience គឺជាអតិថិជនចុងក្រោយដែលយើងធ្វើការ sale សម្រាប់ការ book page របស់យើងគឺជាអតិថិជនគោលដៅរបស់យើងមានន័យថាអតិថិជនដែលអ្នកដែលគាត់នេះណាអ្នកដែលគាត់ចូលមើលចូលលេង Facebook ដូចជាគាត់ចុចទៅលើទូរស័ព្ទគឺវា load ឲ្យ target ហ្នឹងគាត់ចូលចិត្តទូរស័ព្ទបើគាត់ចុចទៅលើ real estate ច្រើនគឺវា load ឲ្យ rank ទៅអ្នកដែលគាត់ចូលចិត្ត real estate ចឹងទៅអញ្ចឹងយើងកំណត់ target អតិថិជនចុងក្រោយគឺយើងបង្កើតជា sale audience នេះអញ្ចឹងដំបូងឡើយគឺខ្ញុំនឹងបង្ហាញពីរបៀបនៅក្នុងការបង្កើត custom audience អញ្ចឹងបងប្អូនទាំងអស់គ្នាចុចលើពាក្យថា custom audience មកដល់កន្លែងនេះគឺ custom audience វាមានជម្រើសច្រើនប៉ុន្តែសម្រាប់យើងសម្រាប់ book page ជាលក្ខណៈអាជីវកម្មគឺយើងប្រើតែពីរសំខាន់ទី1គឺវីដេអូទី2ទៀតគឺ Facebook page សម្រាប់វីដេអូនេះគេមានន័យថាគឺយើងយកអ្នកដែលគាត់ចូលមើលវីដេអូរបស់យើងចូល engage ជាមួយវីដេអូរបស់យើង like comment share អីហ្នឹងហើយសម្រាប់ Facebook page ហ្នឹងគឺមានន័យថាយើងចង់បាន custom audience ដែលគាត់ចូល page របស់យើងនិយាយរួមទៅមិនថាគាត់មើលផុសមើលវីដេអូគឺមើលអីឲ្យតែគាត់ engagement ជាមួយនឹង page របស់យើង like comment share ហ្នឹងគឺយើងទាញគាត់មកដាក់ម្ដុំអញ្ចឹងឥឡូវនេះខ្ញុំឧទាហរណ៍ជាមួយនឹងការបង្កើត custom audience តាមរយៈវីដេអូយើងចុចពាក្យ next នេះមកដល់កន្លែងនេះគឺយើងគេឲ្យយើង choose គេឲ្យយើង choose វីដេអូដែលវាមាន engagement អញ្ចឹងយើងចង់ choose engagement ហ្នឹងសម្រាប់អ្នកដែលគាត់មើលវីដេអូរបស់យើង3 second អ្នកដែលមើលវីដេអូរបស់យើង10 second ឬក៏15 second ឬក៏25%អីតាមហ្នឹងទៅចុះឧទាហរណ៍ថាខ្ញុំចង់បង្កើត custom audience ដែលគាត់បាន engagement ជាមួយនឹងវីដេអូដែលខ្ញុំផុសណាចំនួន3 second បន្តមកទៀតខ្ញុំធ្វើការចុចកន្លែង choose video នេះដើម្បីជ្រើសរើសវីដេអូមួយណាឬក៏ខ្ញុំឈូសកន្លែង page របស់ខ្ញុំនេះតែខ្ញុំចង់select page មួយណាឬក៏វីដេអូមួយណាឥឡូវខ្ញុំ select page មួយនេះចុះហើយខ្ញុំ select លើវីដេអូមួយនេះបន្តមកទៀតខ្ញុំចុចពាក្យ confirm ហើយឥឡូវនេះខ្ញុំបាន select វីដេអូជាមួយនឹង people ដែលគាត់ view វីដេអូរបស់ខ្ញុំ at least 3 second ហ្នឹងហើយហើយសម្រាប់ថ្ងៃគឺខ្ញុំ select 365ថ្ងៃគឺមានន័យថាសម្រាប់អ្នកដែលគាត់មើលវីដេអូរបស់ខ្ញុំចាប់ពី365ថ្ងៃរាប់ថយក្រោយចឹងមានថារយៈពេល365ថ្ងៃមុនបន្តមកទៀតខ្ញុំកំណត់នៅ audience name របស់ខ្ញុំអញ្ចឹងខ្ញុំដាក់ audience name ហ្នឹងយើងអាចដាក់មិនក៏បានដែរប៉ុន្តែសំខាន់គឺយើងអាចចំណាំខ្លួនឯងបានឥឡូវខ្ញុំដាក់ថា01 people view at least 3 second បន្តមកទៀតខ្ញុំចុច create audience
អញ្ចឹងឥឡូវនេះខ្ញុំបាន create audience ហើយ audience ដែលខ្ញុំបាន create មិញហ្នឹងគឺ01 people view at least 3 second អញ្ចឹងអ្នកដែលគាត់មើលវីដេអូរបស់ខ្ញុំយ៉ាងតិចណាស់3 second នៅវីដេអូខ្ញុំបាន select មិញហ្នឹងគឺខ្ញុំដាក់ម្ដុំធ្វើជា custom audience បន្តមកទៀតខ្ញុំ create audience មួយទៀតខ្ញុំ create audience custom audience ទៅដែរប៉ុន្តែខ្ញុំ create យកអ្នកដែលគាត់ engagement ជាមួយនឹង page របស់ខ្ញុំមានថាអ្នកដែលគាត់បាន like share comment នៅ post របស់ខ្ញុំនៅក្នុង page របស់ខ្ញុំគឺខ្ញុំ select យកទាំងអស់ព្រោះមិញហ្នឹងគឺខ្ញុំយកតែអ្នកដែល engagement ជាមួយតែវីដេអូរបស់ខ្ញុំទេចាឥឡូវនេះខ្ញុំ select ពាក្យថា all យើង select ពាក្យថា all អានេះ page របស់យើងគឺខ្ញុំ select page មុននឹងមិញគឺខ្ញុំចង់ testing ពាក់ព័ន្ធជាមួយនឹងការ boost អញ្ចឹងណាអញ្ចឹងយើងអាច create ពីរ type ទី1គឺ engagement លើ video ទី1 engagement លើ page បន្តមកទៀតខ្ញុំអានេះយើងអាច select បាន people who engagement with page មានថាអ្នកដែលគាត់ engagement with page របស់យើងហើយអ្នកដែលគាត់ចូលមើល page របស់យើងអញ្ចឹងណាអ្នកដែលគាត់បាន like page របស់យើងឥឡូវខ្ញុំយក engagement ចុះចឹងគាត់មានសកម្មភាពខ្លះជាមួយ page របស់យើងហើយចុះឧទាហរណ៍ថាបើសិនជា page របស់យើងពាក់ព័ន្ធជាមួយនឹង real estate គឺគាត់ប្រកាសជាចាប់អារម្មណ៍លើ real estate ហើយទើបគាត់ចូលមក comment like share engagement ជាមួយ page របស់យើងអញ្ចឹងខ្ញុំយកអំឡុងពេលគឺចាប់ពី365ថ្ងៃមានថាចាប់ពី365ថ្ងៃរាប់ចុះមកអ្នកដែលគាត់ engagement ជាមួយ page របស់ខ្ញុំទាំងប្រមាណគឺគាត់ចូលមកម្ដុំហើយបន្ទាប់មកទៀតខ្ញុំបង្កើតឈ្មោះហ្នឹងយើងអាចដាក់មិនក៏បានឲ្យតែយើងចំណាំខ្លួនឯងខ្ញុំដាក់ថា01 engage with my page តោះមកខ្ញុំដាក់ create audience ឥឡូវនេះខ្ញុំ create audience បានហើយអញ្ចឹងសម្រាប់ custom audience ហ្នឹងគឺខ្ញុំ create បាន2ហើយ01ហ្នឹងគឺសម្រាប់អ្នកដែលគាត់មើលវីដេអូណាមួយរបស់ខ្ញុំយ៉ាងតិចណាស់3នាទី3 second ហើយទី2គឺខ្ញុំបង្កើតសម្រាប់អ្នកដែលគាត់បាន engage ជាមួយ page របស់ខ្ញុំអញ្ចឹងខ្ញុំចូលមកដល់កន្លែងបង្កើតនៅ lookalike audience យើងចុចកន្លែង lookalike audience ហ្នឹងមកកន្លែងនេះគេឲ្យយើង select យក lookalike audience source អញ្ចឹងមានន័យថាប្រភពដែលយើងទាញមកបង្កើតជា lookalike audience អញ្ចឹងយើងចូលមកដល់កន្លែងនេះយើងចុចពាក្យថា other source មកដល់កន្លែងនេះវាឲ្យយើងរើសច្រើនអានេះគឺជាcustom audience ដែលយើងបង្កើតមិញគឺ01នេះណាយើងបង្កើតមុននឹងមិញអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បង្កើត lookalike audience របស់ខ្ញុំមានថាអ្នកដែលគាត់ស្តៀងជាមួយនឹងផលិតផលដែលខ្ញុំផុសនៅក្នុង page ហ្នឹងដែលអាចជាអតិថិជនគោលដៅរបស់ខ្ញុំហ្នឹងមកពីអ្នកដែលគាត់បានចូល engagement នៅក្នុង page របស់ខ្ញុំអញ្ចឹងឧទាហរណ៍ថាអ្នកដែលបានចូល engagement នៅក្នុង page របស់ខ្ញុំ 10k lookalike audience របស់ខ្ញុំអាចស្តៀងត្រឹមតែ 5k អញ្ចឹងទៅអញ្ចឹងខ្ញុំយក engagement with my page មកដល់កន្លែងនេះយើង select country យើងដាក់ Cambodia មកឬមួយក៏យើងចង់ detail ដាក់តែភ្នំពេញក៏បានដែរ Cambodia ឥឡូវខ្ញុំបាន select country ហើយមកដល់កន្លែង select audience size select audience size ហ្នឹងមានន័យថាទំហំដែលអាច reach ទៅកាន់ audience របស់យើងអញ្ចឹងចន្លោះនេះគឺមានន័យថាវាបាន 165.3k អញ្ចឹងណាអញ្ចឹងបើសិនជាយើងទាញមកដល់ចំណុច 2% វាបានកាន់តែច្រើនហើយបើសិនជាយើងទាញមកកាន់តែច្រើនភាគរយអានឹងវា reach បានកាន់តែច្រើនប៉ុន្តែជាទូទៅយើងគួរតែយកត្រឹមតែ 3% ទៅ 5% បានហើយដោយសារតែនៅពេលដែលយើងឧទាហរណ៍ថាយើង target សម្រាប់អតិថិជន real estate អញ្ចឹងបើសិនជាយើងយកត្រឹមតែ1 2 3ហ្នឹងគឺ target audience របស់យើងគឺវាចំជាមួយនឹងខាង real estate ច្រើនជាងប៉ុន្តែវា reach បានតិចជាងអញ្ចឹងបើសិនជាយើងយកដល់7វា reach បានច្រើនមែនប៉ុន្តែទំហំនៃការផ្សាយភាវាអាចហួសពីអតិថិជនដែលគាត់ចាប់អារម្មណ៍លើ real estate វាអាចចូលទៅដល់គ្រឿងសង្ហារឹមឬក៏ទៅដល់អ្នកដែលចាប់អារម្មណ៍លើឡាននេះជាដើមអញ្ចឹងជាទូទៅយើងយកត្រឹមតែ 3% ទៅ 5% បានហើយសម្រាប់ការបង្កើតនៅ lookalike audience ដើម្បីឲ្យការ boost របស់យើងក៏ដូចជាការ target អតិថជនរបស់យើងមានប្រសិទ្ធភាពខ្ពស់អញ្ចឹងយើងយក3%ឬក៏ 4% អញ្ចឹងទៅខ្ញុំយក 4% យើង create audience អញ្ចឹងឥឡូវនេះខ្ញុំ create បានហើយមានន័យថា lookalike audience របស់ខ្ញុំគឺ 4% ហើយ source ដែលខ្ញុំទទួល source ដែលខ្ញុំបង្កើត lookalike audience ហ្នឹងគឺមកពីអ្នកដែលគាត់បាន engagement ចូល like ចូល comment ចូល share នៅក្នុង page របស់ខ្ញុំអញ្ចឹងខ្ញុំចូលមួយទៀតខ្ញុំបង្កើត lookalike audience មួយទៀត
ខ្ញុំបង្កើត lookalike audience មួយទៀតប៉ុន្តែខ្ញុំយក source មកពីអ្នកដែលគាត់បានចូល view វីដេអូរបស់ខ្ញុំណាមួយតិចជាង3 second អញ្ចឹងការបង្កើតដូចគ្នាគ្រាន់តែថានៅពេលដែលយើងបង្កើតវាហើយយើងអាចធ្វើការ select boost តាមទូរស័ព្ទក៏បានដែរនៅពេលដែលយើងកំណត់ target រួចចាឥឡូវនេះខ្ញុំបានកំណត់ Cambodia ហើយ size ក៏ដូចគ្នា size នេះខ្ញុំយក 3% ខ្ញុំ create audience មកអញ្ចឹងកន្លែងនេះវា load ឲ្យខ្ញុំ lookalike audience របស់ខ្ញុំគឺ 3%តែ 3% ទេអញ្ចឹង target របស់ខ្ញុំវាកាន់តែច្បាស់ប៉ុន្តែ reach វាបានถึงតិចជាងមុនហើយខ្ញុំយក source ពីអ្នកដែលគាត់ view វីដេអូណាមួយរបស់ខ្ញុំយ៉ាងតិច3 second អញ្ចឹងខ្ញុំបាន2 source ឥឡូវខ្ញុំបង្កើត lookalike audience បាន2ខ្ញុំបង្កើត custom audience អញ្ចឹងមានថា custom audience 2នេះខ្ញុំបង្កើតវាឡើងគឺដើម្បីជាប្រភពដែលខ្ញុំអាចទាញទៅបង្កើត lookalike audience តែឥឡូវនេះចុងក្រោយគឺខ្ញុំបង្កើត save audience ដែលជា audience ចុងក្រោយនៅពេលដែលយើង select boost page នៅពេលដែលយើងចូលមកកន្លែង save audience របស់យើងកន្លែងនេះគេឲ្យយើងបំពេញឈ្មោះសម្រាប់ឈ្មោះយើងអាចបំពេញធ្វើយ៉ាងណាដើម្បីឲ្យងាយស្រួលក្នុងការចំណាំអញ្ចឹងឧទាហរណ៍ខ្ញុំដាក់ថា real estate បើសិនជាអតិថិជនគោលដៅរបស់ខ្ញុំគឺខ្ញុំ boost សម្រាប់ real estate ខ្ញុំដាក់ real estate មកអញ្ចឹងកន្លែងនេះគឺគេឲ្យយើងរើស custom audience ហើយកន្លែងនេះយើងមានជម្រើស2ទី1គឺយើងboost សម្រាប់ audience ណាមួយយើងដាក់ម៉ៅកន្លែងនេះយើង select ប៉ុន្តែបើសិនជាយើង boost យើងអត់រួមបញ្ចូលជាមួយនឹងcustom audience ណាមួយឬក៏ lookalike audience ណាមួយទេយើងចុច exclude នេះដើម្បីធ្វើការដកពួកគាត់ចេញអញ្ចឹងយើងមានជម្រើស2គឺដាក់ពួកគាត់បញ្ចូលនិងដកពួកគាត់ចេញអញ្ចឹងសម្រាប់អតិថិជនខ្លះយើងអត់ចង់ឲ្យគាត់មើលផុសរបស់យើងទៀតទេពីព្រោះគាត់យើងផុសឲ្យគាត់ឃើញម្ដងគាត់នៅតែអត់ទិញទៀតយើងដាក់គាត់ចេញយកឲ្យគាត់ឃើញទៀតទេប៉ុន្តែ include នេះមានន័យថាសម្រាប់អតិថិជនឲ្យតែគាត់ចូលមើលវីដេអូរបស់យើងឬក៏ engagement ជាមួយនឹងវីដេអូរបស់យើងនៅតែបន្តឲ្យគាត់ឃើញទៀតអានេះយើងចូល include នេះមកចូលឧទាហរណ៍ខ្ញុំ include people ដែលគាត់បានយើងមានជម្រើស2ណាយើងអាច include lookalike ក៏បាន custom ក៏បានឥឡូវខ្ញុំ include ជាមួយនឹង people engagement with my page ឲ្យតែអ្នកដែលបាន engagement ជាមួយ page របស់ខ្ញុំគឺខ្ញុំឲ្យគាត់ឃើញនៅ post របស់ខ្ញុំអញ្ចឹងខ្ញុំបាន select ហើយឬមួយក៏ខ្ញុំ exclude អ្នកណាគេexclude people ដែលគាត់ view at least 3 second អាហ្នឹងសម្រាប់យើងកំណត់ខ្លួនឯងណាអញ្ចឹងមានន័យថាសម្រាប់ការសិក្សារបស់យើងថាអតិថិជនមួយណាដែលយើងចង់បានអតិថិជនណាដែលយើងអត់ចង់បានគឺយើងដាក់តាមហ្នឹងអញ្ចឹងកន្លែងនេះខ្ញុំឧទាហរណ៍ថាខ្ញុំចង់បានអ្នកដែលគាត់ engagement ជាមួយ page របស់ខ្ញុំគឺខ្ញុំឲ្យគាត់ឃើញទៀតប៉ុន្តែសម្រាប់អ្នកដែលគាត់បានមើលវីដេអូរបស់ខ្ញុំ3 second ហើយគឺខ្ញុំដកគាត់ចេញហើយព្រោះថាបើសិនជាគាត់មើលវីដេអូរបស់យើង3 second ហើយគាត់នៅតែអត់ទិញទៀតអានោះខ្ញុំដកពួកគាត់ចេញហើយអញ្ចឹងបើយើងគិតថាបើសិនជាគេជាអតិថិជនគោលដៅរបស់យើងគេមើលវីដេអូរបស់យើងត្រឹមតែ3 second អីគាត់អាចទិញសេវាកម្មរបស់យើងអាហ្នឹងយើងក៏បញ្ចូលទៅប៉ុន្តែបើសិនជាយើងគិតថាគាត់មើល3 second ហើយគាត់នៅតែអត់ចាប់អារម្មណ៍ជាមួយនឹងការប្រើប្រាស់សេវាកម្មឬក៏ទំនិញរបស់យើងទៀតអាហ្នឹងយើងដកពួកគាត់ចេញយើងចូលកន្លែង exclude នេះមកអាហ្នឹងស្រ័យទៅលើការកំណត់របស់យើងឯងខ្ញុំគ្រាន់តែបញ្យល់ទេពាក់ព័ន្ធជាមួយនឹងទីតាំងយើងដាក់ Cambodia ឬក៏ភ្នំពេញតាមចិត្តរបស់យើងសម្រាប់អាយុយើងអាចកំណត់បានចាប់ពី8ឆ្នាំដល់ប្រហែលអញ្ចឹងទៅហើយខ្ញុំដាក់ត្រឹម58ឆ្នាំអញ្ចឹងទៅសម្រាប់ភេទយើងដាក់បុរសក៏បានស្ត្រីក៏បានឬក៏ទាំងអស់ទាំងបាក់ក៏បានសម្រាប់ភាសានេះគឺយើងអាចដាក់ខ្មែរអញ្ចឹងទៅឬក៏យើងអត់ដាក់ទេក៏បានដែរសម្រាប់ target interest អីផ្សេងៗណាយើងអាចកំណត់បន្ថែមទៀតបានណាដោយពាក់ព័ន្ធជាមួយនឹង interest របស់គាត់លើ real estate មកឧទាហរណ៍ real estate តែមួយចឹងមកឬក៏យើងចង់បានច្រើននៅទៀតយើងសេមកយើងសេតាមនឹងមកនេះអាហ្នឹងទៅតាមការសិក្សាលើផលិតផលជាមួយនឹងផលិតផលយើងជាមួយនឹង target audience របស់យើងដែលបានកំណត់ឥឡូវខ្ញុំ create save audience ឥឡូវនេះខ្ញុំបាន save audience ហើយអញ្ចឹងនៅពេលដែលខ្ញុំចាប់ដើម boost
សម្រាប់ audience ដែលគាត់ជា target real estate ដែលខ្ញុំចង់ឲ្យគាត់ចូលទិញសេវាកម្មឬក៏ចរអ្នកទ្រព្យរបស់ខ្ញុំគ្រាន់តែចុចកន្លែងselect យកកន្លែង real estate នេះមកគឺបានហើយដោយសារតែខ្ញុំបានកំណត់រួចរាល់